អំពីការរិះគន់តើការរិះគន់គឺជាអ្វីការរិះគន់គឺជាការនិយាយអំពីចំណុចអាក្រក់ចំណុចខ្វះខាតចំណុចរំលងចំណុចទន់ខ្សោយចំណុចចន្លោះប្រហោងចំណុចរកម្មរកោចំណុចរអាក់រអួលចំណុចល្អក់កកចំណុចខ្មៅចំណុចគ្រោកគ្រៀតចំណុចពួកទួលចំណុចពិបាកចំណុចឈឺផ្សាចំណុចរំខានចំណុចស្មោកគ្រោកចំណុចសៅហ្មងចំណុចវិនាសចំណុចអសកម្មចំណុចខុសឆ្គងនិងចំណុចរង្គោះរង្គើចំណុចទន់ជ្រាយចំណុចខុសប្រក្រតីចំណុចប្លែកថ្មីចំណុចខុសពីធម្មតាទៅឲ្យនរណាម្នាក់ឬច្រើនអ្នកដឹងឮនិងស្គាល់ការរិះគន់មានគោលបំណង3សំខាន់ទី1រិះគន់ដើម្បីជួយកែប្រែលម្អស្ថាបនាទី2រិះគន់ដើម្បីកំទេចបំផ្លិចបំផ្លាញទី3រិះគន់ដោយគ្មានគោលបំណងអ្វីក្រៅអំពីនិយាយឲ្យធូរអារម្មណ៍ព្រោះពួកជនខ្លះបានសន្សំនិងបណ្ដុះគំនិតអាក្រក់ក្នុងសន្តានពេញហូរហៀជាយូរណាស់មកហើយទី1ការរិះគន់ដើម្បីជួយកែលម្អការរិះគន់ប្រភេទជាអ្នករិះគន់មានគោលបំណងជួយកែលម្អស្ថាបនាកែតម្រូវឲ្យកាន់តែមានភាពល្អប្រសើរជាងមុនថែមទៀតអ្នកដែលរិះគន់ដើម្បីស្ថាបនាភាគច្រើនជាប្តីប្រពន្ធឪពុកម្ដាយក្រុមគ្រួសារសាច់ញាតិបព្វពួកប្រធានបុគ្គលិកអ្នកដឹកនាំដែលពួកគេមានគោលបំណងល្អនិងគំនិតសុតិធិនិយមចង់ចូលរួមសប្បាយនិងឃើញភាពល្អប្រសើរកើតឡើងទី2ការរិះគន់ដើម្បីបំផ្លាញគឺជាការរិះគន់ដែលមានគោលបំណងមិនល្អនិងគំនិតអាក្រក់ដូចជាការស្អប់ការច្រណែនឈ្នាះនេះនិន្ទាដែលមិនចង់ឲ្យអ្នកដទៃទទួលបានភាពជោគជ័យរីកចម្រើនប្រសើរជាងខ្លួនឡើយទី3ការរិះគន់ដោយគ្មានគោលបំណងការរិះគន់ដោយគ្មានគោលបំណងនិងគំនិតអាក្រក់ឬល្អទៅលើនរណាម្នាក់ឡើយប៉ុន្តែមូលហេតុបានជាគេមានគំនិតរិះគន់កើតឡើងដោយសារគេមានទម្លាប់តាំងពីយូរយារណាស់មកហើយតែពេលនេះបានដុះស្នឹមទៅជាទម្លាប់ទៅហើយដូច្នេះពួកគេពេលនេះមានទម្លាប់ដើររិះគន់អង្គុយរិះគន់ដេករិះគន់ឈររិះគន់ពួកគេមានទម្លាប់រិះគន់គ្រប់ពេលគ្រប់យ៉ាងគ្រប់រឿងលក្ខណៈនៃមនុស្សរិះគន់បែបទុច្ចរិតកខួរក្បាលជនអវិជ្ជមានខួរក្បាលពួកគេខ្មៅងងឹតមើលឃើញអ្វីៗជុំវិញខ្លួនខ្មៅគ្រប់រឿងខួរក្បាលបន្លាពួកគេតែងតែប៉ះពីរង្គើចិត្តគ្រប់រឿងខួរក្បាលលីមួកពួកគេគិតរឿងអាក្រក់ស្មោកគ្រោកគ្រប់រឿងខួរក្បាលសម្រាមពួកគេចាប់កំហុសគ្រប់រឿងខួរក្បាលធូលីពួកគេតែងតែបង្កើតរឿងតូចទៅជារឿងធំខបេះដូងមនុស្សអវិជ្ជមានបេះដូងភ្លើងតែងចិត្តខឹងសម្បាឆេវឆាវបេះដូងតូចតែមានចិត្តច្រណែនឈ្នាះនេះមានចិត្តស្អប់ចង់បំផ្លិចបំផ្លាញគោមុតរបស់មនុស្សអវិជ្ជមាននិយាយអាក្រក់ស្មោកគ្រោកនិយាយមិនពិតនិយាយក្លែងការពិតនិយាយមូលបង្កាច់បង្ខូចគេឈ្មោះនិងបង្ខូចកិត្តិយសនិយាយល្អមុខទុកអាក្រក់និយាយនៅខាងក្រោយ